អូខេសួស្តីទាំងអស់គ្នាអញ្ចឹងវីដេអូថ្ងៃនេះគឺយើងមកវិញម្ដងទៀតការបង្ហាញទៅលើការដំឡើងទៅលើ database server អញ្ចឹងមុននឹងចូលទៅកាន់ការដំឡើងទៅលើ database server គឺយើងត្រូវយកពីគោលបំណងសំខាន់និងនិយមន័យមុននឹងយើងចាប់ផ្ដើមនឹងការដំឡើងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានគោលបំណងសំខាន់ដូចជាតើតើយើងការភ្ជាប់ connectivity គឺយើងភ្ជាប់រវាង client និង server តាមរយៈ LAN ហើយអត់ដែលយើងអាចទទួលបានពីក្នុងបំណងនេះគឺយើងអាចគ្រប់គ្រង server ដោយខ្លួនឯងប្រកបដោយជំនាញវិជ្ជាជីវៈរបស់យើងទៅជាមួយនឹងការ deployment ទៅជាមួយនឹងការរៀបចំទៅលើ database server 2.0ទៅលើ Fedora ឬក៏យើងរៀបចំទៅលើ database សម្រាប់ថាគាត់ជាអ្នក programmer គាត់ចូលទៅប្រើ database ហ្នឹងតែម្ដងទៅជាមួយការដំឡើងបន្ទាប់មកទៀតគឺយើងចូលមកកាន់និយមន័យទៅលើ database និង SQL អញ្ចឹងយើងដំបូងចូលទៅកាន់ database អញ្ចឹង database ជាអ្វី database វាជាឃ្លាំងផ្ទុកទិន្នន័យដែលវាមាន structure តែវាអាចអនុញ្ញាតឲ្យយើងរក្សាទុកគ្រប់គ្រងនិងអាចទាញយកព័ត៌មានរាប់រយ record នៅក្នុងរយៈពេលតែ1វិនាទីឬក៏តិចជាងនេះអញ្ចឹង database វាដូចជាថាបញ្ជីឈ្មោះមួយដែលស្វ័យប្រវត្តិឧទាហរណ៍បើសិនយើងចង់រកឈ្មោះមនុស្សបើសិនជាប្រជាជនខ្មែរ17លាននាក់អញ្ចឹងយើងមិនអាចទៅ scroll មើល17លាននាក់នឹងបានទេអញ្ចឹងមានន័យថាយើងត្រូវតែយក ID របស់គាត់ឬក៏លេខអត្តសញ្ញាណប័ណ្ណរបស់គាត់ហ្នឹងទៅវាយនៅក្នុង system ហ្នឹងដើម្បីបង្ហាញឈ្មោះគាត់ឬក៏ឈ្មោះបុគ្គលដែលយើងចង់ស្វែងរកបើសិនជាយើងអាឡ័យទៅ scroll ហ្នឹងជួនកាលមនុស្សម្នាក់ឬក៏ជួនកាលឈ្មោះមួយអាចមានមនុស្ស2នាក់ដូចឈ្មោះដូចគ្នាអញ្ចឹងវាពិបាកឲ្យយើងប្រកាសថាយើងអាចរកមនុស្សនឹងត្រូវអត់ឬក៏យ៉ាងណាទេអញ្ចឹង database គឺគេបង្កើតមកក្នុងគោលបំណងគឺបែបហ្នឹងយើងអាចស្រង់ព័ត៌មានពីគាត់ត្រឹមតែប្រហែលវិនាទីត្រឹមតែរយៈពេលខ្លីដែលមិនស្មុគស្មាញច្រើនដែលក៏ដែលមិនចំណាយពេលយូរក្នុងការ scroll ជាដើមហើយបន្តមកនេះគឺយើងនិយាយទៅលើ SQL ឬក៏ពាក្យពេញរបស់វាគឺ Structured Query Language នឹង SQL គឺជាភាសាមួយដែលប្រើសម្រាប់ទំនាក់ទំនងជាមួយ database និយាយទៅគឺទូទៅហើយមិនថា programmer ទេគឺថា programmer ណាគាត់ដឹងដែរថា SQL គឺប្រើទៅលើ database ហើយវាអាចប្រើទៅលើក្បួនសំខាន់វាអាចជាយកបង្កើតទៅលើ table តារាងថ្មីហើយវាអាចបង្ហាញទៅលើវាអាចទាញយកព័ត៌មានបង្ហាញយើងបានហើយយើងអាចចូលទៅកែព័ត៌មាន update ព័ត៌មានយើងក៏អាចលុបទិន្នន័យក្នុងនោះបានដែរអញ្ចឹងតបទៀតតើហេតុអីបានជាយើងត្រូវយកប្រើប្រាស់ MariaDB នៅលើ Fedora server ដែលយើងនឹងអនុវត្តហ្នឹងអញ្ចឹងមូលហេតុដែលវាមានទី1គឺ open source និង communities វាគឺជាកម្មវិធីដ៏ឥតគិតថ្លៃហើយវាមានការ developer support គ្រប់នៅទូទាំងពិភពលោកហើយគឺមួយទៀតគឺ performance and stability វាមានល្បឿនលឿននិងស្ថិរភាពដែលវាមិនងាយគាំងក្នុងពេលដែលមាន traffic ឬក៏ការចូលប្រើប្រាស់ច្រើនជាដើមទី3គឺ MariaDB វាជា database standard សម្រាប់ Fedora ឬក៏មួយទៀតគឺ All Hell យើងអាចហៅមួយទៀតថា Red Hat Enterprise Linux ជាដើមមួយទៀតគឺវា support ជាមួយនឹងប្រព័ន្ធសុវត្ថិភាព SE Linux ឬក៏ Security Enhanced តែធ្វើដំណើរការដែលធ្វើឲ្យការដំឡើងវាងាយស្រួលដែលវាមិនអាចគាំងកន្លែងណាមួយឧទាហរណ៍បើសិនជាយើងដំឡើងទៅលើមុខងារខ្លះឬក៏ tool ផ្សេងជាដើមអញ្ចឹងគឺអាប្រព័ន្ធហ្នឹងហើយដែលវារាំងយើងដូច Windows Defender អញ្ចឹងវាប្រព័ន្ធនេះគឺវា support ជាមួយ SE Linux ពេញលេញតែយើងវាមិនចាក់វាមិនងាយមានបញ្ហានៅពេលដំឡើងវាជាដើមហើយនឹងមានសុវត្ថិភាពបំផុតហើយចុងក្រោយគឺយើងតាក់ទងជាមួយនឹងការតេស្តការតភ្ជាប់អញ្ចឹងខ្ញុំសូមឲ្យអ្នកគ្នាទៅ download កម្មវិធីមួយដែលមានឈ្មោះថា dbeaver ដែលប្រើ Community Edition អ្នកគ្នាត្រូវមានកម្មវិធីហ្នឹងដើម្បីនៅក្នុងកុំព្យូទ័រ Windows Client ដោយសារខ្ញុំយក Windows Client មកតេស្តគេត្រូវតែមានអាហ្នឹងមូលហេតុអីដើម្បីឲ្យគ្នាយើងចូល connect ទៅកាន់ database ដើម្បីទាញ database ហ្នឹងយកមកប្រើប្រាស់ឬក៏បើអ្នកគាត់ចេះ SQL ទៅសេ SQL បង្កើត database ថ្មីក្នុងនោះក៏បានដែរអញ្ចឹងការបង្ហាញខ្ញុំនៅខាងលើមានតែប៉ុណ្្នឹងទេអញ្ចឹងយើងចូលទៅកាន់ step មួយទៀតគឺការអនុវត្តផ្ទាល់ទៅលើ database server របស់យើងអញ្ចឹងយើងចូលមកកាន់ Linux របស់យើងមកហើយជាដំបូងយើងត្រូវតែ download ទៅលើ package មួយដែលមានឈ្មោះថា MariaDB server install វាមកកន្លែងហ្នឹងយើងដាក់ដកវាយហើយកុំឲ្យយើងចុច yes ច្រើនដងពេកយើងរងចាំវាតម្លើងពេញទៅវារៀងយូរបន្តិចដែរដោយសារតែកុំព្យូទ័រយើងយឺតដែរអញ្ចឹងទៅវាពិបាកតិចនិយាយទៅថ្ងៃហ្នឹងសលេងគ្នាស្ដាប់ឲ្យយើងថាស្អកឬក៏រៀងមិនសូវល្អអីអញ្ចឹងទៅដោយសារតែថ្ងៃហ្នឹងខ្ញុំមិនសូវស្រួលខ្លួនដែរថាវាផ្ដាសាយតិចតួចអីអញ្ចឹងទៅយ៉ា
ចឹងគឺដោយសារតែខ្ញុំវាថាតែមេរៀនរបស់គ្រូគាត់ដាក់ឲ្យផងអញ្ចឹងក៏យើងធ្វើវីដេអូអនុវត្តដើម្បីបង្ហាញចែកជូនអ្នកនរគ្នាផងឬក៏ខ្ញុំអាចទុកវាជា portfolio មួយដែរសម្រាប់ការងារថ្ងៃណាមួយអញ្ចឹងយើងកំពុងតែអង្គុយរងចាំវារហូតដល់វាពេញទៅហើយយើងអង្គុយនិយាយគ្នាក៏បានឬក៏ខ្ញុំចង់កាត់កន្លែងហ្នឹងចោលទេវីដេអូហ្នឹងខ្ញុំវាជឿកាត់ដែរលើហ្នឹងដាក់ពេញយើងហ្មងតែបើខ្ញុំកាត់កន្លែងខ្លះនិយាយទៅបើថាកន្លែងណារៀងតាក់ឬក៏យូរអីចឹងទៅខ្ញុំត្រូវតែកាត់អីអញ្ចឹងកន្លែងហ្នឹងអូខេអញ្ចឹងយើងទៅឡើង package រួចហើយបន្ទាប់មកទៀតគឺយើងចូលទៅកាន់ការ configuration របស់យើងគឺវាខុសពី config ទូទៅយើងចុច vi មកហើយយើង /etc/ យើងចូលទៅកន្លែងmy .cnf .d/ យើងវាយមួយទៀតគឺ mariadb.cnf ព្រោះវាខុសគ្នាមួយ file .con configuration របស់យើងអូខេអញ្ចឹងខ្ញុំសុំវាចូលមកដល់កន្លែងហ្នឹងហើយខ្ញុំសុំ scroll បន្តិចមកកន្លែងហ្នឹងសុំ scroll មើលថាកន្លែងណាខ្ញុំត្រូវ config ព្រោះតាមការ recommend មើលទៅវាអត់មានយើងត្រូវ config អីច្រើនទេអត់ត្រូវ config ដាក់ IP ដាក់អីទេគឺវា auto គឺវាអត់បើខ្ញុំ config អត់ស្រួលហ្នឹងវា error ដែរខ្ញុំធ្លាប់ម្ដងដែរ error ហ្នឹងតែឥឡូវខ្ញុំ config លើកទី2វាអីទេហើយវីដេអូហ្នឹងគឺខ្ញុំថាខ្ញុំមិន config ម្ដងខ្ញុំ config 2ដងហើយកន្លែងហ្នឹងហើយកន្លែងនេះគឺយើងដកអាកន្លែង hashtag ឲ្យបាញមកកន្លែងហ្នឹងគឺឲ្យថាបើសិនជាយើងមាន IP ច្រើនយើងអាចឲ្យវាចែកឲ្យ IP ផ្សេងចូលប្រើ database ហ្នឹងបានដែរបន្ទាប់មកទៀតគឺយើងទៅ save បន្ថែមកន្លែងហ្នឹងមួយទៀតទៅជាមួយនឹងឲ្យវា support ទៅលើអក្សរប្រភេទ Unicode ដែលយើងប្រើអក្សរខ្មែរឬក៏អីចឹងទៅក៏យើងអាចបញ្ចូលទៅនៅជាអក្សរខ្មែរបានអញ្ចឹងខ្ញុំនឹងនិយាយកន្លែងហ្នឹងមិនទេប៉ុន្តែខ្ញុំចង់ប្រាប់ថាកន្លែងហ្នឹងគឺយើងអាចដាក់កន្លែងឲ្យវា support Unicode ខ្មែរបានគឺយើងដាក់ character set server យើងដាក់ UTF MB 8 MB 4ហើយបន្ទាប់មកទៀតគឺយើងដាក់យើង enter មកកន្លែងហ្នឹងហើយមួយទៀតគឺយើងដាក់ទៅលើយើងដាក់ collection យើងដក set ដក server សំទោសស្មើUTF 8 MB 4 .unicode.ci .ciអូខេ .unicode.ci សំទោសមិន ទេយើងហើយយើង save មកកន្លែងហ្នឹងយើង enter តបមកគឺយើងបើកទៅលើ service មួយដែលមានឈ្មោះថា MariaDB យើង systemctl start MariaDB យើងរងចាំវាបើមិនជាវាមានអក្សរក្រហមពីរហ្នឹងទេមានន័យថាការធ្វើនេះគឺជោគជ័យហើយ configuration របស់យើងគឺជោគជ័យអត់មានបញ្ហាអីទាំងអស់តែគាត់ថាកុំព្យូទ័ររឿងយឺតដែរគ្នាកុំព្យូទ័ររឿងយឺតដែរអញ្ចឹងទៅវាអត់ទាន់លោតអីមកទៀតអញ្ចឹងគឺបំ process ទៅលើហ្នឹងដែរខ្ញុំជិះធ្វើវីដេអូទៅគ្រូថាបើគេខ្ញុំអត់បានដាក់ ABA បើថាដាក់ ABA ទៅក៏បានលើទិញកុំព្យូទ័រថ្មីអូខេអញ្ចឹងតោះយើងចាប់ដើម enable លើ server វាអូខេអញ្ចឹងយើងយើងបាន enable ទៅលើ server ហ្នឹងហើយតែយើងត្រូវទៅធ្វើអីទៀតយើងសុំឆែកមើល setter មួយសិនអូខេអញ្ចឹងអុកវា processing មិនតែកន្លែងលឿងនេះគឺវាទាមទារយើងមាន SQL server SQL file ហ្នឹង
យើងមិនបញ្ហាអីទេវាអត់មានបញ្ហាអីទេគាត់ថាបើយើងចេះ SQL ទៅ SQL ទៅហើយបន្តមកយើងបាយបន្តទៀតគឺយើងដាក់ MySQL secure .install dash installation dash យើងហៅថា dash យើងអត់ដល់ទេកន្លែងហ្នឹងយើង enter មកហើយយើងដាក់ password ថ្មីរបស់យើងត្រូវបង្កើតដើម្បីឲ្យជា root អូខេអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំសូមយក no កន្លែងហ្នឹងដល់មកគឺខ្ញុំដូរហាត់ no កន្លែងនេះគឺយើង yes ហើយកន្លែងនេះគឺយើងកន្លែង disallow log in remotely យើងដាក់ no remove database name and access it no set privilege table reload privilege table now អាហ្នឹងខ្ញុំដាក់ yes អូខេអញ្ចឹងហើយបន្តមកទៀតគឺខ្ញុំសូមដាក់ add ទៅលើ service file គឺ add ទៅលើ file របស់ room មួយទៀតនិយាយទៅចង់ភ្លេចខ្ញុំវីដេអូនេះខ្ញុំ voice over កន្លែងហ្នឹងយើងធ្វើដូចសពដងជាងអាកន្លែងយើង add ទៅលើ file របស់ server file របស់ room ដូចខ្ញុំធ្វើវីដេអូមុនដែលធ្វើ config ផ្សេងៗអញ្ចឹងយើង add service មកយើងដាក់ស្មើហើយដាក់ MySQL ហើយយើង enter មកកន្លែងហ្នឹងគឺសិន like page record អូខេអញ្ចឹង enter មកអូខេអញ្ចឹងយើង reload វាមកអូខេអញ្ចឹងដល់មកទៀតគឺយើងមើលទៅធ្វើអីទៀតមើលខ្ញុំនិយាយតាមវីដេអូហ្នឹងទេតាមវីដេអូទៅដល់ណាខ្ញុំនិយាយវីដេអូហ្នឹងហើយកន្លែងហ្នឹងគឺយើងវាយ MySQL មក dash u user root របស់យើងហើយដក p មកដក p ហើយយើង enter យើងវាយ password ដែលយើងបានដាក់បាញ់មិញហ្នឹងអូខេអញ្ចឹងកន្លែងហ្នឹងគឺយើងអត់ងាយយើងធ្វើទីមួយគឺយើងបង្កើត user សម្រាប់ចូល database របស់យើងអញ្ចឹងយើងដាក់ user create user យើងទៅ save ជា SQL ទៅហ្មងយើងដាក់ db admin យើងដាក់សញ្ញាបន្តមួយហ្នឹងបន្តពីរទេបន្តមួយហ្នឹងយើងដាក់ db admin បិទមួយមកហើយយើងដាក់ add ដាក់ភាគរយមកកន្លែងហ្នឹងហើយតមកទៀតគឺយើងដក clear ហើយយើងវាយ identify by អាហ្នឹងគឺជា password ដែលយើងត្រូវចូលទៅលើ database ហ្នឹងidentify ហើយខ្ញុំបានខុសដាក់ admin នេះជា password របស់ខ្ញុំទេអាហ្នឹងបើសិនខ្ញុំចង់ដាក់មិនដាក់ទៅអាហ្នឹងយើងសិតរបស់អ្នកដល់គ្នាទេហើយវីដេអូที่ខ្ញុំធ្វើហ្នឹងខ្ញុំធ្វើវាច្រើនក្នុង lab យើងធ្វើក្នុង lab ច្រើនជាងហ្នឹងយើងអានេះយើងដាក់ semicolon មកដើម្បីកុំឲ្យ error ព្រោះ code បើថាអត់មាន semicolon គឺ error យើងបងអូខេអញ្ចឹងបើវាអត់មាន error ទេមានន័យថាយើងអូខេហើយបង្កើត user បានហើយតមកនេះគឺយើងដាក់grant all privilege យើងដើម្បីឲ្យ user ទាំងអស់អានេះទៅដាក់ user ទាំងអស់អញ្ចឹងអត់ទៅយល់ប្រហែលទេតែកន្លែងហ្នឹងខ្ញុំក៏និយាយខុសក៏សូមអធិស្ឋានកន្លែងហ្នឹងដែរព្រោះវីដេអូហ្នឹងតប៉ែបន្តិចឯងវីដេអូនេះអូខេយើងហើយ comment នេះគឺយើងដាក់ grant all privilege on យើងដាក់យើងសរសេរសញ្ញានេះមកយើងឲ្យ db admin យើងជឿសរសេរខ្ញុំទៅ copy ហើយផាសយកកន្លែងហ្នឹងបន្តឲ្យតាមតប៉ែច្រើនពេកយើងមើលវាយហ្នឹងអូនដែរហើយខ្ញុំមើលក្នុង note ហ្នឹងទេឥឡូវយើងដាក់ semicolon មកយើង enter គេจะវាយតាមខ្ញុំទៅបើថាចង់ដាក់ password ខ្លួនឯងដាក់ទៅអូខេចឹងកន្លែងហ្នឹងគឺយើងដាក់ flash privilege យើងដើម្បីយើង restart ដើម្បីយើង refresh ទៅលើ privilege
table ហ្នឹងយើង enter អត់មានអីទៀតទេខ្ញុំអាឡែងមើលកូដមើល script view ហ្នឹងឯងអត់ចូលឡើយបន្តមកទៀតគឺយើងexit វាមកយើងមានតែប៉ុណ្្នឹងទេយើងអត់មានអីទៀតទេអូខេអញ្ចឹងគឺយើងបង្កើតបានហើយកន្លែងហ្នឹង user របស់យើងអញ្ចឹងយើងសូមឆែកទៅលើ IP address ខ្ញុំចង់ចូលខ្ញុំដើម្បី test ទៅលើ database server របស់យើងខ្ញុំ test លើ Windows client អញ្ចឹងអ្នកគ្នាចូលទៅក្នុង VisualBox អ្នកគ្នាត្រូវតែមានកម្ម Windows client របស់ខ្ញុំអ្នកគ្នាត្រូវតែមានកម្មវិធី dbeaver មួយហើយកម្មវិធីហ្នឹងអ្នកគ្នាត្រូវខ្ញុំនឹងដាក់ link គ្នាចូលទៅ download កន្លែងកម្មវិធីហ្នឹងហើយតោះមកយើងចូលទៅ MariaDB next ហើយយើងវាយទៅលើ IP របស់យើងហ្នឹងឬក៏បើសិនយើងមាន DNS server ដាក់បាយ DNS server របស់យើងឬក៏ domain របស់យើងហ្នឹងយើងដាក់ IP របស់ខ្ញុំមកគឺ 10.11.12.5 ហើយកន្លែងនេះគឺយើងដាក់កន្លែងនេះគឺ DB admin ហើយ password ហ្នឹងគឺជា password របស់យើងបានដាក់ហ្នឹងយើង finish វាមកនេះវាបាន connect ជាប់ហើយកន្លែងហ្នឹងឥឡូវបើចង់ទៅមើល database យើងមានអីខ្លះយើងចុចឲ្យកន្លែងសញ្ញាព្រួយក្បែរហ្នឹងមកកន្លែងព្រួយហ្នឹងខ្ញុំបានចុចហ្នឹងគឺនេះបើសិនជាវាមិនទាន់ថាទីបែបនេះទេវាទាមទារយើងតម្លើងទៅលើ MariaDB driver ក្នុងកុំព្យូទ័រយើងមួយទៀតដែរអញ្ចឹងគឺកន្លែងនេះគឺយើងមើលចូលមកគឺ database យើងមានទាំងអស់ខ្ញុំអត់ចូលចេះ database ខ្ញុំចេះ SQL ទេខ្ញុំអត់ចេះទៅសេកូដ SQL យើងមិនចេះសេបន្ថែមបង្កើត table បង្កើតអីចង relationship ចងអីទៅ database ខ្ញុំធ្លាប់រៀនអីទៅ database ហ្នឹងវាប្រហែលតាំងពីឆ្នាំទៅមួយធ្លាប់រៀនដែរតាំងពីឆ្នាំទី1ខ្ញុំរៀនក្នុង access ទៅកាត់ database ហ្នឹងអូខេខ្ញុំសុំលុបវាចោលមួយហើយខ្ញុំទៅខ្ញុំ test វាទៅតាមរយៈការចូលដោយ DNS ព្រោះជាវិញជួយចិត្តធ្វើដែរចូលតាម DNS ហ្នឹងចឹងខ្ញុំសូមចុចកន្លែង connection មកយើងយក MariaDB ដដែលយើងលេខទៀតតែនៅនេះខ្ញុំសូមចូលជា domain របស់ខ្ញុំគឺខ្ញុំបែកមកកន្លែងហ្នឹងគឺ academy .edu.kh ចេះដាក់ domain ហ្នឹងទេតែប្រកប web server ដែលយើងត្រូវ hot ក៏យើងមិនអាចដាក់អញ្ចឹងបានទេ web server ប្រកប domain.kh គឺថ្លៃមែនទេយើងបាយ DB admin ថ្លៃហ្នឹងអូខេអញ្ចឹងវាភ្ជាប់ដូចគ្នាវាចូលដូចគ្នាបើនិយាយថា DNS server យើងដើរហើយយើងអាចភ្ជាប់បាននៅកន្លែងហ្នឹងចាវាចូលទៅមើលថាបែបមានច្រើននិយាយទៅវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកនរអរគុណច្រើនសម្រាប់ការមើលវីដេអូនេះអញ្ចឹងខ្ញុំនឹងជួបគ្នាមួយខ្ញុំជួបអ្នកគ្នាម្ដងទៀតជាមួយវីដេអូការបង្ហាញបន្តទៀតតាក់ទងជាមួយនឹង Linux server យើងនៅសល់ច្រើនមេរៀនទៀតដែរដើម្បីបញ្ចប់មេរៀនអញ្ចឹងអរគុណច្រើនមានតែប៉ុណ្្នឹងទេ